Hello 大家好សួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះគឺខ្ញុំមានដំណឹងល្អមួយចង់មកចែករំលែកជូនទៅកាន់បងប្អូនទាំងអស់គ្នាដែលតែងតែតាមដានការចែករំលែកនៅចំណេះដឹងភាសាចិនរបស់ខ្ញុំណាហ្នឹងហើយអញ្ចឹងថ្ងៃនេះគឺខ្ញុំមានដំណឹងពិសេសនេះគឺជូនចំពោះកូនសិស្ស Top Fan ដែលចង់រៀនភាសាចិនជាមួយនឹងខ្ញុំតាមពិតទៅបងប្អូនថារាល់ថ្ងៃខ្ញុំរៀនជាមួយលោកសឿហើយប៉ុន្តែមួយសារនេះគឺយើងបែបលក្ខណៈអឺ ផ្ទាល់ជាមួយគ្នាណាហ្នឹងហើយអញ្ចឹងខ្ញុំមានបើកថ្នាក់បង្រៀនមួយបាទជូនទៅកាន់បងប្អូនទាំងអស់គ្នាគឺមានតែមួយថ្នាក់ហ្នឹងទេបាទគឺថ្នាក់Zoom បាទដែលខ្ញុំនឹងចាប់ផ្ដើមបើកនៅដើមខែ9ខាងមុខនេះហើយខ្ញុំក៏កំពុងតែប្រមូលសិស្សហើយសិស្សក៏យើងក្បែរគ្រប់ដែរប៉ុន្តែខ្ញុំចង់មកចែកចម្លែកនៅលើ YouTube បន្ថែមបាទដោយសារមានកូនសិស្សដែលគាត់តាមដាននៅលើ YouTube ច្រើនអញ្ចឹងបើសិនជាបងប្អូនចុះឈ្មោះច្រើនក៏អត់មានកន្លែងដែរព្រោះយើងជ្រើសរើសសិស្សតិចមែនតើដើម្បីរៀនបាទអញ្ចឹងគឺខ្ញុំលើកយកសភៅហ្នឹងហើយសភៅមួយនេះយកមកបង្រៀនជូនទៅកាន់បងប្អូនទាំងអស់គ្នាគឺសភៅនេះគឺយើងផ្ដោតទៅលើតែការនិយាយនៅក្នុងការិយាល័យ Office ឬក៏អង្គភាពការងារដែលយើងធ្វើបាទអញ្ចឹងចំពោះបងប្អូនអ្នកដែលគាត់មានមូលដ្ឋានគ្រឹះហើយគាត់អាចនិយាយបានខ្លះគាត់អាចស្ដាប់បានខ្លះប៉ុន្តែគាត់ចង់បន្ថែមនៅចំណេះដឹងពាក់ព័ន្ធជាមួយនឹងផ្នែកការងារដូចជាបែបបទនៃការនិយាយនៅក្នុងក្រុមហ៊ុនឬក៏ការិយាល័យរបស់យើងអញ្ចឹងទៅព្រោះប្រភេទនៃការនិយាយឬក៏ការដោះស្រាយសំណួរឬក៏ប្រភេទអីផ្សេងៗជាច្រើនទៀតពាក់ព័ន្ធជាមួយនឹងបែបបទនៅក្នុងការិយាល័យគឺមាននៅក្នុងសភៅមួយនេះគឺស្បិចយកតែគន្លឹះពិសេសclear ខ្លីៗពិសេសឬក៏ការសន្ទនាក៏ដូចជាលំហាត់ពិសេសពាក់ព័ន្ធជាមួយនឹងការិយាល័យហ្នឹងយកមកចងក្រងហើយធ្វើជាសភៅមួយនេះអញ្ចឹងខ្ញុំនឹងលើកសភៅមួយនេះយកមកបង្ហាញជូនទៅកាន់បងប្អូនទាំងអស់គ្នាអញ្ចឹងចំពោះបងប្អូនដែលគាត់ចង់រៀនរស់រាន់អាចឆាតមក Telegram របស់ខ្ញុំបានខ្ញុំនឹងដាក់ link នៅខាងក្រោមហើយមួយទៀតបើសិនជាបងប្អូនចង់បានសភៅមួយនេះយកទៅរៀនដោយខ្លួនឯងបន្ថែមទៀតក៏បានដែរបាទគឺអាចតំណែងមកសួរខ្ញុំបានបាទអូខេអញ្ចឹងចំពោះវីដេអូថ្ងៃនេះគឺមានប៉ុណ្ណឹងបងប្អូនណាខ្លីទេគឺខ្ញុំចង់មកជូនដំណឹងមកដល់កូនសិស្សអ្នកដែលគាត់ចង់រៀនជាមួយខ្ញុំហើយតែងតែ comment សួរថាពេលណាខ្ញុំមានបើកថ្នាក់អនឡាញអញ្ចឹងឥឡូវនេះគឺខ្ញុំមានហើយនៅដើមខែ9ខាងមុខចំនួនសិស្សមានកំណត់គឺយើងរៀនផ្ទាល់លើកម្មវិធី Zoom គឺអាចឆ្លងឆ្លើយគ្នាបានបាទអញ្ចឹងចំពោះវីដេអូថ្ងៃនេះមានប៉ុណ្ណឹងអរគុណច្រើនបងប្អូនណា